ប៉ូលីសថៃបង្កក់ទ្រព្យសម្បត្តិអ្នកអង្គការលីយ៉ុងផាត់តម្លៃ70លានបាតថ្ងៃនេះគឺខាងការិយាល័យប្រយុទ្ធឆានការសម្អាតប្រាក់របស់ប៉ូលីសថៃគឺហៅកាត់ថា AMLO ឬក៏ AMLO បានបង្កក់ទ្រព្យសម្បត្តិរបស់អ្នកអង្គការលីយ៉ុងផាត់ចំនួន70លានបាតបងប្អូនស្ដាប់ទៅ70លាន7សែនវា70លាន7សែន70លានបាតស្ដាប់ទៅវារៀងលានដែរតែបើយើងគិតពីលុយដុល្លារវិញ2លានដុល្លារជាងនឹង2លាន1សែនដុល្លារហ្នឹងមិនអញ្ចឹងឯងបងប្អូនមួយចំនួនគ្រាន់តែលឺសូគេដាក់ទណ្ឌកម្មលោកលីយ៉ុងផាត់បកកទ្របអត់មានជួយអាណិតអាសូរគាត់ជាខ្មែរសោះមកនាំគ្នាសួរខ្ញុំថាមួងណារ៉េតអើយ70លានបាតតិចតួចណាស់តែជាអញ្ចឹងទៅវិញហើយខ្ញុំទៅធ្វើយ៉ាងម៉េចប៉ូលីសថៃគេដកប៉ុណ្ណឹងឲ្យខ្ញុំដាក់សូនមួយទៀតឲ្យគ្រប់700លានបាតឲ្យคล้ายទៅជា20លានឬយ៉ាងម៉េចបងប្អូនកុំថាឡើយ70លានបាតកុំថាឡើយ700លានបាតកុំថាឡើយ7000លានបាតវាគ្រាន់តែជាទឹកមួយដំណក់នៅក្នុងទ្រព្យដ៏មហាសាគររបស់លោកលីយ៉ុងផាត់ទេហើយយើងមិននិយាយថាទ្រព្យរបស់គាត់បានមកពីអំពើឆបោកឬក៏បោកបន្លំទេយើងតែនិយាយបែបហ្នឹងគឺយើងចោទប្រកាន់គេខ្វះការពិតទៅជាបរិហាលោកលីយ៉ុងផាត់ដែរយើងមិននិយាយថាទ្រព្យគាត់ហ្នឹងបានមកដោយអំពើទុច្ចរិតអីទេខ្ញុំអត់ដែលនិយាយចឹងទេហើយខ្ញុំក៏ផ្សាយតាមព័ត៌មានគេលោកលីយ៉ុងផាត់រងការចោទប្រកាន់ដូច្នេះគាត់នៅតែជាមនុស្សស្អាតស្អំទេបើគ្មានប្រព័ន្ធតុលាការថៃឬក៏ប្រព័ន្ធតុលាការកម្ពុជាឬក៏ប្រព័ន្ធតុលាការអាមេរិកកាត់ទោសតាមប្រព័ន្ធច្បាប់នឹងស្រួលបួលឲ្យគាត់មានទោសពិរុទ្ធហើយគាត់បានតតាំងប្តឹងសារទុកប្តឹងអធរអីអស់ហើយសាលដីកាចូលជាស្ថាពរអានឹងបានគាត់ខ្លាយទៅជាអក្រិតជនឬក៏ជាជនអក្រិតដែលប្រព្រឹត្តបទល្មើសអីប៉ុន្តែឥឡូវនេះលោកលីយ៉ុងផាត់ក៏ដូចជាអុកញ៉ាដតីទៀតជាមន្ត្រីស្អីដែលជាប់ទណ្ឌកម្មរបស់អាមេរិកទាំងអស់គ្រាន់តែជាជនសង្ស័យតែប៉ុណ្្នឹងឯងហើយគាត់នៅតែជាមនុស្សស្អាតស្អំធម្មតាដូច្នេះមិនអាចទៅនិយាយថាគាត់ជាជនអក្រិតទេក៏ប៉ុន្តែអ្វីដែលសំខាន់គឺគាត់ត្រូវលាងខ្លួនគាត់រដ្ឋាភិបាលកម្ពុជាត្រូវជួយលាងខ្លួនគាត់ដោយបើកការស៊ើបអង្កេតទៅដើម្បីឲ្យដឹងថាគាត់អត់មានពាក់ព័ន្ធអញ្ចឹងទៅស្ថាប័នអន្តរជាតិពេលដែលគេផ្សាយអីគេដឹងថាភាគីកម្ពុជាមានស្ថាប័នស៊ើបអង្កេតឯករាជ្យមួយគេបានរកឃើញថាគាត់អត់ពាក់ព័ន្ធប៉ុន្តែកម្ពុជាជ្រើសរើសមិនស៊ើបអង្កេតអីទាំងអស់អញ្ចឹងធ្វើឲ្យឈ្មោះរបស់គាត់ហ្នឹងស្អុយអាស្រូវនៅលើឆាកអន្តរជាតិមិនមែនស្អុយអាស្រូវសម្រាប់ថាបុគ្គលអ្នកអង្គការលីយ៉ុងផាត់អីចឹងទេគឺស្អុយអាស្រូវដល់ជាតិសាសន៍ខ្មែរទាំងមូលហេតុអីបានអញ្ចឹងព្រោះឈ្មោះរបស់គាត់ដូចជាប់ជាជនសង្ស័យអីក៏ដោយប៉ុន្តែគាត់គឺជាសមាជិកព្រឹទ្ធសភារបស់កោតាគណៈបកប្រជាជនកម្ពុជាគាត់ជាប្រធានសមាគមអង្គការកម្ពុជាគាត់ជាមនុស្សសំខាន់មានទូរទស្សន៍មានវិទ្យុមាន business អីនៅកម្ពុជានឹងមកកណកដឹកលោកជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាផងដូច្នេះអានឹងជាមុខមាត់របស់ជាតិតែកម្ពុជាជ្រើសរើសមិនស្រាវជ្រាវមិនស៊ើបអង្កេតអីទាំងអស់ដើម្បីបានផលប្រយោជន៍ទៅការមិនធ្វើអីសោះទុកឲ្យគេស្មានហើយចាប់ផ្ដើមចោទប្រកាន់អ្នកដែលចោទហ្នឹងថាជាការលៀបពណ៌ទៅហើយគាត់ថារួចខ្លួនបាទអញ្ចឹង70លានបាតដែលគេបង្កក់ទ្រព្យសម្បត្តិបាទជាទ្រព្យសម្បត្តិបងប្អូនហេតុអីបានជាថៃមានសិទ្ធិអីទៅបង្កក់ទ្រព្យសម្បត្តិលោកលីយ៉ុងផាត់នៅថៃបើលោកលីយ៉ុងផាត់ជាជនជាតិខ្មែរសោះហ្នឹងតើមានសិទ្ធិអីទៅបង្កក់ទ្រព្យសម្បត្តិខ្មែរនៅដែនអធិបតេយ្យរបស់ថៃគឺថៃអត់មានសមត្ថកិច្ចមកបង្កក់ទ្រព្យលោកលីយ៉ុងផាត់បានទេព្រោះអីរឿងនេះគឺវាឆ្លងដែនសមត្ថកិច្ចពីប្រទេសបាត់ទៅហើយក៏ប៉ុន្តែបងប្អូនលោកលីយ៉ុងផាត់មានសញ្ជាតិថៃដែរគាត់មិនមែនខ្មែរមានសញ្ជាតិតែខ្មែរទេគឺគាត់មានសញ្ជាតិថៃហើយសញ្ជាតិថៃរបស់គាត់ហ្នឹងគឺក្រោមឈ្មោះមួយថាផាត់សុផាផាបាទគឺគាត់ក្នុងការដែលបកកទ្រព្យសម្បត្តិគាត់នៅថៃនេះគឺថៃគេយកហេតុផលថាលោកលីយ៉ុងផាត់មានសញ្ជាតិថៃអញ្ចឹងគេអនុវត្តច្បាប់ថៃទៅលើពលរដ្ឋថៃអញ្ចឹងហើយបានជាគេធ្វើបានហើយបង្កកនេះគឺតាក់ទងនឹងរឿងមួយដែលគេចោទប្រកាន់គាត់ថាជាប់ពាក់ព័ន្ធទៅនឹងការឆបោកបើកប្រតិបត្តិការមជ្ឈមណ្ឌលឆបោកអនឡាញដែលមានទីតាំងនៅកាស៊ីណូ resort មួយគឺឈ្មោះថាកាស៊ីណូអូស្មាច់នឹង resort បាទកន្លែងកំសាន្តនៅអូស្មាច់ហ្នឹងហើយនេះគឺជាអ្វីដែលថៃគេថាបានមកដោយមានសក្ខីកម្មនិងផ្ោះតាំងពីជនរងគ្រោះជាច្រើនដែលចោទប្រកាន់ទៅលើលោកលីយ៉ុងផាត់ថាបើកមជ្ឈមណ្ឌលឆបោកអនឡាញនេះនោះហើយអ្វីដែលថៃបញ្ជាក់ទៀតថាប៉ូលីសថៃរឹបអូសតែទ្រព្យសម្បត្តិរបស់លោកលីយ៉ុងផាត់ដែលនៅក្នុងទឹកដីថៃតែប៉ុណ្ណោះហើយរងចាំការស៊ើបអង្កេតបន្តនេះគឺជាប្រសាសន៍របស់ឧត្តមសេនីយ៍មួយរូបឈ្មោះថាត្រៃរងភីវផានបាទលោកត្រៃរងភីវផានហ្នឹងគាត់ជាប្រធាននៃក្រុមឬក៏នាយកដ្ឋានបង្ក្រាបបទអក្រិតបច្ចេកវិទ្យាបាទអញ្ចឹងនេះគឺជាអ្វីដែលពួកគាត់កំពុងតែអនុវត្តឥឡូវយើងខ្ញុំមិនវែងឆ្ងាយដល់ប៉ុណ្ណឹងតែទ្របនឹងជាទ្របអីជាផ្ទះជាសម្បែងជាអីគេមិនប្រាប់ប៉ុន្តែខ្ញុំថានេះមិនមែនជាកណនីធនាគារទេព្រោះទ្រព្យសម្បត្តិនេះវាអាចជាផ្ទះសម្បែងជាអចលនទ្រព្យហើយដែលអាជ្ញាធរថៃរឹបអូសបងប្អូនលោកលីយ៉ុងផាត់មិនមែនត្រឹមតែរងការចោទប្រកាន់ពីថៃទេតាមពិតលោកលីយ៉ុងផាត់ត្រូវបានចូលនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលអាមេរិកហើយគេហាមឃាត់ក្រុមហ៊ុនរបស់គាត់ដល់ទៅប្រមាណ7សាខាដោយទាំងលីយ៉ុងផាត់
group អីហ្នឹងមានសន្តាគារផ្ទះសំណាក់បនកាស៊ីណូនៅទូទាំងប្រទេសកម្ពុជាហើយអាមេរិកបានដាក់នៅក្នុងបញ្ជីខ្មៅឲ្យហាមឃាត់បង្កកទ្រព្យសម្បត្តិទាំងអស់បើមាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិកតាំងពីឆ្នាំមុនមកម្លេះហើយលើកមុនហ្នឹងក៏និយាយទៅគឺមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកហ្នឹងយូរហើយក៏ប៉ុន្តែកម្ពុជាអត់បានចាត់ការអីហើយក្រៅតែពីហ្នឹងគឺដោយសារលោកមានឋានៈជាមន្ត្រីឬក៏សមាជិកព្រឹទ្ធសភាផងគឺខាងព្រឹទ្ធសភាកម្ពុជាចេញសេចក្តីថ្លែងការណ៍ដើម្បីប្រាប់បញ្ជាក់អំពីភាពស្អាតស្អំរបស់លោកលីយ៉ុងផាត់ដោយមិនមានការស៊ើបអង្កេតអីទាំងអស់ក្រៅតែពីចេញសេចក្តីបំភ្លឺថាគាត់អត់មានជាមនុស្សបែបហ្នឹងអីចឹងទៅដូច្នេះរឿងកម្ពុជាយើងគឺមានតែប៉ុណ្្នឹងឯងគឺដោះសារនិយាយការពារតែប៉ុណ្្នឹងឯងតែឥឡូវនេះដល់ពេលគេធ្វើអញ្ចឹងមុខមាត់យើងទៅឯណាបងប្អូនអស់ពីលោកកុកអានមកលោកលីយ៉ុងផាត់អស់ពីអុកញ៉ាជេនស៊ីអស់ពីហ៊ុនតូលោកហ៊ុនតូអស់ពីស្អីមកកណក៏ដឹកតើយ៉ាងម៉េចទៅយើងនឹងយ៉ាងម៉េចទៅនៅក្នុងជួរថ្នាក់ដឹកនាំយើងនឹងគឺយ៉ាងម៉េចបើសិនជាយើងឃើញតែលឺដូចជាអង្គការតាក់តាំងនៃអក្រិតកម្មទៅវិញនៅពេលពិភពលោកគេស្ដាប់មកហើយបើយើងអត់មានចាត់ការអីសោះវាធ្វើឲ្យគេមើលមកយើងថាជាអង្គការចាត់តាំងអក្រិតកម្មខ្ញុំសោកស្ដាយមែនទែនតែសង្ឃឹមថាអាជ្ញាធរកម្ពុជាមិនបង្ងើយកន្តើយទេគាត់នឹងរកវិធីដើម្បីដោះសារនឹងការពាររឿងនេះបានយ៉ាងឆាប់រហ័សហើយយើងនឹងតិចទៀតទៅគឺនឹងមានសាររបស់គាត់ចេញប្រកាសដើម្បីការពារជំហរនឹងតបទៅថៃវិញថាជាការចោទប្រកាន់គ្មានភ័ស្តុតាងឬក៏គ្មានដូចថាលៀបពណ៌ក្នុងការចំណេញផ្នែកនយោបាយអីចឹងទៅទៀតទៅយើងចាំមើលទៀតទៅចាំមើលគេចេញអីខ្ញុំផ្សាយហ្នឹង